សួស្តីបងទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកនិយាយអំពី app 1688ធ្វើមិនទិញបាននៅវ៉ាន់ធូរថ្លៃហើយតែមានគុណភាពខ្ពស់អញ្ចឹងជាដំបូងបងត្រូវចូលទៅកាន់ app 1688សិនបន្ទាប់មកធ្វើការ search ពីទំនិញដែលបងចង់កំងបន្ទាប់ពី search ហើយបងនឹងឃើញជាមួយនឹងទំនិញជាច្រើនម៉ូច្រើនម៉ាកហើយច្រើនហាងមែនតើអញ្ចឹងអ្វីដែលបងអាចកត់សម្គាល់បានហ្នឹងគឺទៅលើ rating នៃហាងមួយអញ្ចឹងហាងនៅក្នុង1688គឺគេបែងចែកកម្រិតជាច្រើនអញ្ចឹងបងអាចធ្វើការ check កម្រិតរបស់ហាងមួយហ្នឹងនៅលើ page ហ្នឹងតែម្ដងបានអញ្ចឹងដូចជាឧទាហរណ៍ហាងមួយដែលខ្ញុំបានច្អល់បង្ហាញបងនេះគឺជាហាងដែលមានសញ្ញារូបពេជ្រហាងដែលមានសញ្ញារូបពេជ្រហ្នឹងគឺជាហាងដែលផ្ដាំចេញពីរោងចក្រផ្ទាល់អញ្ចឹងបងអាចធ្វើការទិញទំនិញនៅក្នុងហាងហ្នឹងក្នុងតម្លៃធូរថ្លៃអ្វីដែលសំខាន់ណាបើសិនជាក្នុងករណីបងចង់ customize គឺអាចធ្វើការតាក់ទងចរចាជាមួយនឹងខាងអ្នកលក់បានទៀតហើយមួយទៀតគឺប្រភេទហាងដែលមានរូបសញ្ញាក្បាលគោសម្រាប់ហាងដែលមានរូបសញ្ញាក្បាលគោហ្នឹងគឺជាហាងដែលមានចំនួនលក់ច្រើនមែនតើហើយអ្វីដែលសំខាន់គឺបងអាចធ្វើការចរចាថ្លៃទំនិញជាមួយនឹងថ្លៃដឹកហ្នឹងជាមួយនឹងខាងអ្នកលក់បានទៀតអញ្ចឹងខ្ញុំនឹងបង្ហាញបងពីរបៀបដែលមើលហាងហ្នឹងឲ្យកាន់តែច្បាស់បន្ថែមទៀតអញ្ចឹងជាដំបូងចូលទៅក្នុង link មួយហ្នឹងហើយបន្ទាប់មកទៀតបងអូសមកខាងក្រោមនៅពេលដែលអូសមកខាងក្រោមបងនឹងឃើញមានជាមួយនឹង feedback ប៉ុន្តែហាងមួយចំនួនហ្នឹងគឺអត់មាន feedback ហ្នឹងទេអញ្ចឹងយើងត្រូវទៅមើលកន្លែងណាទៀតគឺចូលទៅកន្លែង hook store ខាងគៀននេះ hook store ហ្នឹងចូលទៅគឺចេញទិន្នន័យទំនិញជាច្រើននៅក្នុងហាងហ្នឹងមានលក់ហ្មងអញ្ចឹងនៅពេលដែលបងចូលទៅដល់ក្នុងហាងហ្នឹងភ្លាមអ្វីដែលបងឃើញមុនគេមិនត្រឹមតែជាទំនិញជាច្រើនដែលខាងអ្នកលក់ហ្នឹងគេមានលក់នៅក្នុងហាងហ្នឹងទេប៉ុន្តែនៅផ្នែកខាងលើហ្នឹងគេនឹងមាន detail បន្ថែមទាក់ទងជាមួយនឹងហាងគេផ្ទាល់មានដូចជាឈ្មោះហាងហើយបន្ទាប់មកគឺចំនួនឆ្នាំថាហាងរបស់គេហ្នឹងបើកបានប្រហែលឆ្នាំហើយមួយវិញទៀតគឺតាក់ទងជាមួយនឹងទំហំទីតាំងរបស់គេហើយជាមួយនឹងចំនួនបុគ្គលិកដែលធ្វើការនៅកន្លែងហ្នឹងហ្មងចំណុចកន្លែងហ្នឹងគឺអាចធ្វើការផ្ដល់ជាមួយនឹងចិត្តបន្ថែមមកលើយើងដែលជាអ្នកទិញហើយចុះសម្រាប់ហាងដែលអត់មានសញ្ញាពេជ្រឬក៏សញ្ញាហូកូហ្នឹងអាចទិញបានអត់តម្លៃគឺទិញបានប៉ុន្តែអាស្រ័យទៅលើបងហ្នឹងធ្វើការ check ជាមួយនឹង feedback របស់ខាងអតិថិជននៅក្នុងហាងទាំងអស់ហ្នឹងព្រោះហាងទាំងអស់ហ្នឹង feedback អត់មានពេជ្រឬក៏អត់មានហូកូហ្នឹងមែនប៉ុន្តែទំនិញមួយចំនួនណាក៏មានគុណភាពល្អហើយតម្លៃធូរថ្លៃដូចគ្នាអញ្ចឹងសម្រាប់វីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញពីគន្លឹះសំខាន់ៗនៅក្នុង app 1688បន្ថែមទៀត